ามភាពនៃការចូលរួមយ៉ាងច្រើនកកពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិនៅក្នុងពិធីចាប់ត្រីនៅបឹងបង្កោងឃុំអំពើស្រុកប្រាសាទបាគងខេត្តសៀមរាបតោះយើងទៅស្ដាប់ពីចំណាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋវិញម្ដងថាគាត់លើកឡើងបែបណាតោះមកទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាញៀមសួរអីចាជម្រាបសួរអីចេញមកពីខាងណាដែរខ្ញុំអ្នកសៀមរាបផ្ទាល់អីអញ្ជើញមកតាំងពីម៉ោងប៉ុន្មានដែរក្រោកមកម៉ោង3កន្លះចានេះជាលើកទីប៉ុន្មានហើយសម្រាប់ទី1អីយល់ឃើញមិនដែរចំពោះការចូលរួមនៅថ្ងៃនេះអីចិត្តយើងល្អមែនទេប្រទេសខ្មែរយើងល្អណាស់ដែលធ្វើកម្មវិធីនេះព្រោះអីសប្បាយកូនខ្មែរយើងអត់ដែលងាយឃើញទេតែលើកទី1ណែណាឃើញខ្ញុំមកលើកទី1ទេសំណុំពរឲ្យបងប្អូនមកលេងច្រើនរត់តែឆ្នាំដូចឆ្នាំនេះដែរណែចាអរគុណអ្នកចាស់កម្មវិធីពិតជាពិសេសមែនទេដែលបានចាប់ផ្ដើមឲ្យបងប្អូនមកលេងទាំងអស់គ្នានេះអូសប្បាយបងបាទកន្លងមកធ្លាប់បានចូលរួមនៅទីនេះដែរទេអត់ដែរសោះហ្មងលើកទី1បងជួបបងនៅខាងណាដែរខ្ញុំនៅខាងកំពង់ក្ដីបងអូអ្នកកំពង់ក្ដីឆ្ងាយមែនតើបាទបានចូលរួមនៅទីនេះមិនដែរឃើញបងប្អូនប្រជាពលរដ្ឋក៏ចូលរួមនៅទីនេះច្រើនចឹងអូបងរំភើបបងលើកទី1ដែលបានឃើញចឹងបងហើយបាទថ្ងៃនេះសង្ឃឹមបានប្រហែលគីឡូទៅផ្ទះវិញដែរសង្ឃឹម2-3គីឡូ2-3គីឡូបាទហើយមកគ្នាប្រហែលនេះសម្រាប់ថ្ងៃនេះមកច្រើនដែរបងពេលបែកគ្នាអស់ហើយបងចុះត្រីដែលពេលបានយកទៅណាត្រីហូបជុំគ្នាអេកតាមញ៉ាទៅកាន់ពុកម៉ែបងប្អូនដែលបានចូលរួមឆ្នាំនេះឆ្នាំក្រោយក៏ចូលរួមហ៎បែបតាមបងប្អូនទាំងអស់គ្នាថាការចាប់ត្រីនៅភូមិបង្គោលនេះគឺថាសប្បាយមានឆ្នាំក្រោយចុងក្រោយទៀតសូមបងប្អូនចូលរួមទាំងអស់គ្នាបានច្រើនទាំងអស់គ្នាបាទអរគុណច្រើនយេស៊ូមីងមីងអារម្មណ៍មិនដែរថ្ងៃណាសបាយសបាយហ៎សបាយមីងអ្នកភូមិនេះផ្ទាល់ឬក៏មិនដែរអ្នកភូមិនេះផ្ទាល់តែភូមិនេះគេធ្វើតាំងពីពេលណាមកដែរធ្វើពីណាមកទេមិនដឹងទេពីយាយតាមកឃើញមកធ្វើតែរបូតចេះមីងកើតមកគឺឃើញបងហើយអារម្មណ៍មិនដែរឆ្នាំនេះដូចមនុស្សច្រើនជាងឆ្នាំច្រើនជាងឆ្នាំមុនណាក្នុងនាមជាម្ចាស់ភូមិមិនដែរភូមិយើងល្បីរន្ទឺសបាយចិត្តមានត្រីអស់សបាយចិត្តខ្លាំងណាស់បាទរាល់ឆ្នាំកន្លងទៅពេលដល់ចាប់ត្រីរួចមីងយកទៅណាខ្លះដែរមីងយកទៅផ្លោះទឹកនំមកវត្តមកកន្លែងធ្វើបន់វិញបាទចាកន្លែងឡើងមៀកគេហៅណានៅភូមិបង្កងនេះគេហៅបន់ឡើងមីឡើងមីណាក្តីរំពឹងសម្រាប់ឆ្នាំនេះថាចាប់បានប្រហែលគីឡូដែរថ្ងៃនេះទៅចាប់បាន2ទៅចាប់បាន2ទេណាហើយចុះអ្នកផ្ទះមកទាំងអស់គ្នាឬមកតែមីងម្នាក់ឯងមកទាំងអស់ហ្មង6នាក់មកទាំងអស់6នាក់មកទាំងអស់អញ្ចឹងសង្ឃឹមប្រហែលគីឡូដែរគេណាអត់បានឃើញអត់បានឃើញទេណាខ្លាចតែឆ្នាំនេះមនុស្សច្រើនចាប់បានតិចជាងឆ្នាំមុននេះដឹងមិនទេតែអញ្ចឹងអរគុណច្រើនមីងណាសុខសប្បាយបាទ